ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីជំងឺរោគស្ត្រីបាទអញ្ចឹងតើតើនឹងជំងឺរោគស្ត្រីដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងយកអំពីសញ្ញាអ្នកមានជំងឺ adenomyosis ដែលភាសាអង់គ្លេសយើងហៅថា symptom you have adenomyosis or uterus បាទយើងឃើញនៅពេលបច្ចុប្បន្នហ្នឹងគឺជំងឺ adenomyosis បាទគឺជាជំងឺរោគស្ត្រីមួយដែលយើងឃើញញាប់ច្រើនផងដែរបាទយើងចង់ដឹងថាតើសញ្ញាអ្នកមានជំងឺ adenomyosis មានសញ្ញាអ្វីខ្លះដែលស្ត្រីអាចសម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងឋាននេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្ដីដើមទី2គឺសញ្ញាអ្នកមានជំងឺ adenomyosis និងទី3គឺផលវិបាកនៃជំងឺ adenomyosis បាទយើងចង់ដឹងថាតើជំងឺ adenomyosis នឹងមានសញ្ញាអ្វីខ្លះដែលស្ត្រីអាចសម្គាល់បានហើយនឹងផលវិបាកនៃជំងឺនឹងមានអ្វីខ្លះដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមជំងឺ adenomyosis បាទភាសាអង់គ្លេសហៅ adenomyosis of uterus ឬក៏ភាសាបារាំងហៅ adenomyos uterine គឺជាជំងឺរោគស្ត្រីមួយដែលមានវត្តមានកោសិកាឬក៏ជាលិកាសន្ទប់រដូវជ្រៀតចូលទៅក្នុងសាច់ដុំរបស់ស្បូនជាមូលហេតុធ្វើឲ្យស្បូនរីកធំនិងនាំទៅដល់ការធ្លាក់ឈាមរដូវច្រើនព្រមទាំងឈឺនៅក្នុងអាងត្រគាកផងដែរបាទអានឹងគឺជាមូលហេតុមួយដែលធ្វើឲ្យស្ត្រីធ្លាក់ឈាមរដូវច្រើនហើយនឹងការឈឺចាប់នៅក្នុងអាងត្រគាករ៉ាំរ៉ៃផងដែរមូលហេតុនៃជំងឺនេះគឺគេមិនច្បាស់ប៉ុន្តែមានកត្តាប្រឈមមួយចំនួននាំឲ្យកើតមានគឺទី1តកតងកត្តាអាយុតែម្ដងបាទអញ្ចឹងកត្តាអាយុដែលគេសង្កេតឃើញច្រើនដោយស្ត្រីចន្លោះអាយុពី30ទៅ50ឆ្នាំតែម្ដងទី2គឺស្ត្រីមានផ្ទៃពោះមានកូនកើតលើសពី1នាក់ទី3គឺស្ត្រីធ្លាប់សម្រាលដោយវះកាត់ឬក៏យកកូនចេញបាទអញ្ចឹងកត្តាទាំងអស់នេះគឺជាកត្តាប្រឈមដែលនាំឲ្យកើតមានជំងឺនឹងកើតឡើងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis តើសញ្ញាអ្នកមានជំងឺ adenomyosis ហ្នឹងមានសញ្ញាអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងសញ្ញាអ្នកមានជំងឺ adenomyosis ទី1គឺស្ត្រីមានសញ្ញាស្បូនរីកធំបាទអញ្ចឹងស្បូនរីកធំហ្នឹងគឺស្ត្រីអាចដឹងតាមរយៈការស្ទាបពោះបើសិនជាស្បែកពោះក៏ស្ដើងប៉ុន្តែពេលខ្លះទាល់តែមានការប្រឌិតអមវិទ្យាសាស្ត្រដូចជាអេកូបាទអាចបញ្ជាក់បន្ថែមបានយមើលតទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis ទី2គឺស្ត្រីមានអារម្មណ៍ហើមពោះបាទអញ្ចឹងបញ្ហាហើមពោះហ្នឹងគឺដោយសារការរីកធំរបស់ស្បូនបាទវាសង្កត់ទៅលើពោះវៀនអាចធ្វើឲ្យចលនាពោះវៀនមិនបានល្អខ្យល់នៅក្នុងពោះវៀនច្រើនអាចធ្វើឲ្យអ្នកជំងឺហើមពោះផងដែរយមើលតទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis ទី3គឺស្ត្រីមានអារម្មណ៍តឹងណែនក្នុងពោះបាទអញ្ចឹងដោយសារស្បូនវារីកធំអញ្ចឹងស្ត្រីគឺមានអារម្មណ៍ចិត្តតឹងណែននៅក្នុងពោះជាពិសេសគឺផ្នែកពោះខាងក្រោមផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis ទី4គឺស្ត្រីធ្លាក់ឈាមរដូវច្រើនអញ្ចឹងស្ត្រីដែលគាត់មានធ្លាក់ឈាមរដូវច្រើនត្រូវចាប់អារម្មណ៍អំពីជំងឺនឹងផងដែរយើងមើលតទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis ទី5គឺស្ត្រីមានការឈឺចាប់ពេលរួមភេទបាទអញ្ចឹងសញ្ញាឈឺចាប់នៅពេលរួមភេទហ្នឹងគឺជាសញ្ញាមួយដែលយើងឃើញមាននៅក្នុងជំងឺ adenomyosis នឹងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis ទី6គឺស្ត្រីឈឺចាប់នៅក្នុងអាងត្រគាករ៉ាំរ៉ៃបាទអញ្ចឹងបញ្ហាឈឺចាប់នៅក្នុងអាងត្រគាករ៉ាំរ៉ៃបាទយើងឃើញថាជារោគសញ្ញាមួយដែលយើងឃើញមាននៅក្នុងជំងឺ adenomyosis នឹងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis ទី7គឺស្ត្រីមានការឈឺចាប់ខ្លាំងនៅពេលមករដូវអញ្ចឹងស្ត្រីដែលគាត់មករដូវម្ដងបាទយើងឃើញថាមានការឈឺចាប់ខ្លាំងតែម្ដងជាពិសេសស្ត្រីដែលក្នុងវ័យអាយុចន្លោះពី30ទៅដល់50ឆ្នាំដែលយើងឃើញជំងឺនឹងកើតមានច្រើនយើងមើលជាបន្តទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis ទី8គឺស្ត្រី
មានអារម្មណ៍ធ្ងន់ធ្ងរនៅក្នុងអាងត្រគាកបាទអញ្ចឹងការមានអារម្មណ៍ធ្ងន់ធ្ងរក្នុងអាងត្រគាកហ្នឹងគឺដោយសារស្បូនវារីកធំបាទអញ្ចឹងអាចធ្វើឲ្យស្ត្រីហ្នឹងមានអារម្មណ៍ចិត្តតែធ្ងន់ធ្ងរនៅក្នុងអាងត្រគាកហ្នឹងតែម្ដងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងសញ្ញាអ្នកមានជំងឺ adenomyosis ទី9គឺស្ត្រីមានសញ្ញាសេកស្លាំងបាទសេកស្លាំងហ្នឹងគឺដោយសារស្ត្រីហ្នឹងគឺមានបញ្ហាធ្លាក់ឈាមរដូវច្រើនហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងផលបាកម្ដងតើផលបាកនៃជំងឺ adenomyosis ហ្នឹងមានអ្វីខ្លះបាទយើងចង់ដឹងទាំងអស់គ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងផលបាកនៃជំងឺ adenomyosis ទី1គឺស្ត្រីធ្លាក់ឈាមរដូវច្រើនបាទអញ្ចឹងបញ្ហាធ្លាក់ឈាមរដូវច្រើនហ្នឹងគឺនាំទៅដល់ភាពសេកស្លាំងកើតមានឡើងបាទអញ្ចឹងផលបាកទី1ហ្នឹងគឺធ្លាក់ឈាមរដូវច្រើនធ្វើឲ្យគាត់មានបញ្ហាភាពសេកស្លាំងនិងអស់កម្លាំងផងដែរយើងមកតទៅទៀតតកតងផលបាកនៃជំងឺ adenomyosis ទី2គឺស្ត្រីឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃបាទអញ្ចឹងមូលហេតុនៃការឈឺចាប់នៅក្នុងអាងត្រគាករ៉ាំរ៉ៃគឺអាចពាក់ព័ន្ធនឹងជំងឺ adenomyosis នឹងផងដែរយើងមកតទៅទៀតតកតងផលបាកនៃជំងឺ adenomyosis ទី3គឺស្ត្រីមានផលរំពឹងទុកមិនល្អគឺតកតងនឹងការលំបាកមានកូនអញ្ចឹងអាចស្ត្រីនឹងគឺមានបញ្ហាលំបាកមានកូនទៅថ្ងៃក្រោយយើងមើលបន្តទៅទៀតតកតនឹងផលបាកនៃជំងឺ adenomyosis ទី4គឺស្ត្រីមានបញ្ហាទល់លាមកញឹកញាប់បាទអញ្ចឹងដោយសារ adenomyosis ហ្នឹងវាស្ថិតនៅជញ្ជាំងខាងក្រោយច្រើនជាងជញ្ជាំងខាងមុខដែលស្បូនវាអាចសង្កត់ទៅលើផ្លូវលាមកអាចស្ត្រីនឹងមានសញ្ញាទល់លាមកញឹកញាប់ផងដែរយើងមើលបន្តទៅទៀតតកតងផលបាកនៃជំងឺ adenomyosis ទី5គឺយើងឃើញមានការបង្ករោគនៅក្នុងផ្លូវនោមញឹកញាប់ឬក៏ហៀននោមបាទបើសិនជាជំងឺ adenomyosis ហ្នឹងវាជឿចូលទៅដល់សង្កឹមស្បូននៅផ្នែកខាងមុខច្រើនអញ្ចឹងវាអាចសង្កត់ទៅលើផ្លោកនោមអាចឲ្យស្ត្រីនឹងមានបញ្ហាបង្ករោគនៅផ្លូវនោមញឹកញាប់ដោយសារកត់នោមនៅសល់ឬក៏មានការហៀរទឹកនោមផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតទៅនឹងផលបាកនៃជំងឺ adenomyosis ទី9គឺស្ត្រីអាចមានបញ្ហាសត់ស្បូនទៅថ្ងៃខាងមុខបាទអញ្ចឹងដោយសារស្បូនវាធំអញ្ចឹងវាអាចធ្លាក់ទៅក្រោមអញ្ចឹងនៅពេលដែលស្ត្រីអស់រដូវទៅស្ត្រីអាចមានបញ្ហាទាក់ទងនឹងការសត់ស្បូននោះផងដែរបាទអញ្ចឹងនេះគឺជាបញ្ហាមួយដែលយើងឃើញមានទាក់ទងផលបាកនៃជំងឺ adenomyosis នោះផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតទាក់ទងផលបាកនៃជំងឺ adenomyosis ទី7គឺករណីកម្រមានបំផុតវាអាចវិវត្តទៅជាជំងឺម៉ារីកសន្ទុះរដូវបាទអញ្ចឹងគេឃើញមានការវិវត្តដល់កម្របំផុតហ្នឹងអាចវិវត្តទៅរកជំងឺម៉ារីកសន្ទុះរដូវផងដែរបាទទាំងអស់ហ្នឹងហើយគឺជាផលបាកសំខាន់ដែលយើងឃើញមានទាក់ទងនឹងជំងឺ adenomyosis បាទអញ្ចឹងបើសិនជាស្ត្រីមានសញ្ញាសង្ស័យច្រើនទាក់ទងនៅក្នុងហ្នឹងយើងឃើញថាខាងប្រាសាទរាជខ្ញុំផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺ adenomyosis ក្នុងតម្លៃសមរម្យផងដែរបាទប្រឹក្សាសុខភាពតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225 016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយពីរគឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងលោកស្រីក៏មាន iPhone អាចចុះក្នុង App Store ស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនោះមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចុះក្នុង Google Play ឬ Play Store ស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនោះមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងអាចមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លោងទ្វារវត្តសំសល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់ទៅតាមខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Complete តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលទៅថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Coxon Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel Telegram យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាបាទការធ្វើតេស្តផ្សេងៗទាក់ទងនឹងជំងឺរោគស្ត្រីក៏ដូចជាការធ្វើតេស្តផ្សេងៗទៀតនៅក្នុងផ្នែកពេទ្យនិងការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងអាចចូលទៅក្នុង YouTube Channel វាយពាក្យ Dr. Sun បាទសរឌីធំមកអតូចដកឃ្លា S អធធំ U N N បាទដោយអក្សរស្រាប់
បាទចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ